អ្នកនរនេះជឿថាយើងអាចបង្កើនពេលវេលាបន្ថែមចំនួន3ខែដែលឲ្យយើងមានពេល1ឆ្នាំ15ខែទាំងដែលអ្នកផ្សេងគឺមានពេលតែ1ឆ្នាំ12ខែបាទអ្នកទាំងនេះជឿដែរអត់បាទបើសិនជាអ្នកទាំងនេះចង់ដឹងថាធ្វើយ៉ាងម៉េចបាទចូលរួមស្ដាប់វីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងវិធីសាស្ត្របាទងាយទេគឺអ្នកទាំងនេះត្រូវរៀបចំពេលគេងហើយនឹងពេលក្រោកឲ្យបានទៀងទាត់រយៈពេល1ឆ្នាំពេញបាទជាទូទៅមនុស្សយើងម្នាក់ត្រូវការគេងឲ្យបានគ្រប់គ្រាន់បាទអញ្ចឹងចន្លោះពី7ទៅ8ម៉ោងគឺគ្រប់គ្រាន់បាទអញ្ចឹងសម្រាប់ការ recommend របស់ខ្ញុំបាទបើអ្នកទាំងអស់គ្នាធ្លាប់ចូលគេងនៅម៉ោង10ម៉ោង11ម៉ោង1ម៉ោង2បាទមានអ្នកខ្លះម៉ោង12ម៉ោង1មិនតាន់គេងផងបាទអញ្ចឹងសូមបដូរទម្លាប់ហ្នឹងចាប់ផ្ដើមព្យាយាមគេងនៅម៉ោង9បាទហើយក្រោកនៅម៉ោង5ឬក៏ម៉ោង4កន្លះអីអញ្ចឹងទៅបើអ្នកទាំងអស់គ្នាគេងម៉ោង9កន្លះក្រោកនៅម៉ោង4កន្លះបាទបើអ្នកទាំងអស់គ្នាគេងនៅម៉ោង9បាទក្រោកនៅម៉ោង5បាទព្យាយាមធ្វើម៉េចភ្ញាក់នៅម៉ោង5បាទហើយបើអ្នកទាំងអស់គ្នាអត់អាចរៀបចំពេលវេលាចូលគេងឲ្យបានត្រឹមត្រូវទេនោះអ្នកទាំងអស់គ្នាពិបាកក្នុងការក្រោកព្រោះអ្នកទាំងអស់គ្នាគេងអត់គ្រប់គ្រាន់អញ្ចឹងសុខភាពយើងក៏អត់ល្អដែរបាទអញ្ចឹងព្យាយាមតម្រឹមពេលគេងហើយតម្រឹមពេលក្រោកឲ្យបានទៀងទាត់បាទនោះអ្នកទាំងអស់គ្នាមានពេល2ម៉ោងបាទចន្លោះពីម៉ោង5ទៅម៉ោង7គឺជាពេលវេលាដែលអ្នកដទៃកំពុងតែគេងស្កប់ស្កល់នៅលើគ្រែប៉ុន្តែយើងបានប្រើប្រាស់ពេលវេលានោះដើម្បីយកមកអភិវឌ្ឍខ្លួនហើយនឹងស្ដារសុខភាពខ្លួនរយៈពេល2ម៉ោងអ្នកទាំងអស់គ្នាអាចយកមកហាត់ប្រាណរយៈពេល1ម៉ោងឬក៏កន្លះម៉ោងតាមអ្នកគ្នាចង់បាទគឺយើងរត់ហាត់ប្រាណដើម្បីឲ្យអារម្មណ៍យើងស្រស់ស្រាយនៅពេលព្រឹកហើយសល់ពេលពីហ្នឹងបាទយើងស្ដាប់ audio book ឬក៏កំឡុងពេលយើងហាត់ប្រាណយើងក៏អាចស្ដាប់ audio book បានដែរដើម្បីបង្កើននៅចំណេះដឹងជំនាញបន្ថែមបាទហើយសល់ពេល1ម៉ោងទៀតអ្នកនរគ្នាអាចរៀនជំនាញខ្លីៗបន្ថែមតាមរយៈ online បាទតាមរយៈ YouTube អីចឹងទៅបាទគឺអ្នកនរគ្នាមានពេល2ម៉ោងពេញនៅពេលព្រឹកជារៀងរាល់ថ្ងៃក្នុងការបង្កើនចំណេះជំនាញរបស់អ្នកទាំងអស់គ្នាបាទអញ្ចឹងអ្នកទាំងអស់គ្នាអនុវត្តវាមួយឆ្នាំពេញបាទព្រោះអ្នកទាំងអស់គ្នាបង្កើនទម្លាប់នឹងមួយឆ្នាំពេញគឺអ្នកទាំងអស់គ្នាចំណេញពេល3ខែក្នុងមួយឆ្នាំបាទព្រោះមួយថ្ងៃយើងចំណេញ2ម៉ោងបើយើងគុណសរុបមួយឆ្នាំពេញទៅវាស្មើនឹងរយៈពេល3ខែពេញបាទអញ្ចឹងបាទព្យាយាមបង្កើតពេលឲ្យបាន15ខែក្នុងមួយឆ្នាំនោះអ្នកនរគ្នានឹងមានពេលលើសអ្នកដទៃទាំងដែលគេមានតែ12ខែក្នុងមួយឆ្នាំបាទបើយល់ថាអ្វីដែលខ្ញុំលើកឡើងនេះអាចនឹងផ្ដល់នូវអត្ថប្រយោជន៍បាទសូមយកវាទៅអនុវត្តហើយបើសិនជាគិតថាវាមានអត្ថន័យដែលចង់ឲ្យអ្នកដទៃគាត់អាចយកទៅអនុវត្តបានសូមជួយចែករំលែកទៅកាន់អ្នកផ្សេងទៀតផងបាទអរគុណច្រើន